yeah នេះអ្នកគ្នាគឺ Hello សួស្តីដូចជាជួបខ្ញុំម្ដងទៀតហើយគឺលីអានថូថ្ងៃផងដែរខ្ញុំមកប្រាប់របៀបយកដាវ3ដើមឬ TTK ជាដំបូងអ្នកគ្នាត្រូវតែនិយាយជាមួយអាតានេះដើម្បីយកដាវ TTK អ្នកគ្នាយ៉ាបើចេញបែបនេះអ្នកគ្នាត្រូវបញ្ញាបញ្ញាល់មែនតើព្រោះអីវាចេញមក15នាទីអញ្ចឹងអ្នកគ្នាត្រូវតែទៅយកឬក៏ទៅទិញអញ្ចឹងអ្នកគ្នាអ្នកខ្លះមិនទាន់ដឹងថាទីកន្លែងវានៅឯណាចាំខ្ញុំប្រាប់វានីមួយយ៉ាឥឡូវជាដំបូងខ្ញុំប្រាប់នៅកន្លែងនេះមានអីចៃដន្យក៏ជួបអីអញ្ចឹងណាហ្នឹងហើយពិតជាឡយមែនតើជួបតែម្ដងហ្នឹងហើយ easy អញ្ចឹងណាហើយកុំភ្លេចជួយ like ហើយ and sub អ្នកបីផងដើម្បីជួយកម្លាំងចិត្តឲ្យខ្ញុំធ្វើបន្តទៀតបន្ទាប់ពីអ្នកនរគ្នាបានឃើញអាតាមួយនេះអ្នកនរគ្នាត្រូវតែទិញបើចេញដាវស៊ីសុយអ្នកនរគ្នាត្រូវការទិញអានោះទៅហើយដាវអូរីស៊ីដាវឈីឈីទៅផ្គុំយកដាវ TTK បានអញ្ចឹងវាងាយស្រួលដែរតែទៅតាម server នីមួយ server ខ្លះរងចាំ1ម៉ោង15នាទីឬ server ខ្លះចាំ3ម៉ោងអញ្ចឹងទៅឥឡូវនេះខ្ញុំមកប្រាប់អ្នកគ្នានៅទីតាំងមួយទៀតទីតាំងវាគឺ spawn កន្លែងកោះខ្មោចនេះអ្នកគ្នាត្រូវឡើងមកលើមកគឺឃើញអាតានឹងនៅហ្នឹងហើយYes បន្តមកទៀតអ្នកគ្នាមកកន្លែងគេ PVP គឺអាតាហ្នឹងក៏ spawn កន្លែងហ្នឹងដែរអញ្ចឹងអ្នកគ្នាត្រូវតែមកកន្លែងនេះដែរហ្នឹងណាឥឡូវនេះកន្លែងនេះវាក៏ spawn ដែរអញ្ចឹងយើងបន្តមកយើងទៅកន្លែងមួយទៀតគឺកន្លែងខាងក្រោមដីនៃតំបន់ Factory ក៏ Factory អញ្ចឹងណា Yes អ្នកគ្នាមកកន្លែងនេះមកឃើញតែម្ដងគឺអាតាហ្នឹងក៏ spawn ដែរអញ្ចឹងខ្ញុំមកនេះមកប្រាប់អ្នកដែលមិនទាន់ដឹងគឺងាយស្រួលឲ្យគាត់ដឹងអញ្ចឹងណាព្រោះអីគាត់ចង់បានដើរអញ្ចឹងដែរអញ្ចឹងគាត់មើលវីដេអូមួយនេះគឺត្រូវប៉ាត់តែម្ដងបន្តមកអ្នកនរគ្នាត្រូវតែទៅកោះ Green Zone ព្រោះអីអាតានក៏ spawn នៅកន្លែងនោះដែរហ្នឹងហើយគាត់spawn ញ៉ៃចំយ៉ាយបើ spawn មួយកន្លែងទៅវាលេងអីអានេះគាត់ spawn ជីងចូល spawn គ្រប់កន្លែងអញ្ចឹងពិបាកមែនតើតែអីទេគឺមានតែព្យាយាមទៅអ្នកនរគ្នាអ្នកដែលចង់បានដាវ TTK នេះអ្នកនរគ្នាគឺអាតានឹង spawn នៅលើដើមឈើអញ្ចឹងណាយ៉ាហើយបើអ្នកនរគ្នាអត់ទាន់ឃើញវានៅ spawn ហ្នឹងទេអ្នកនរគ្នាមកខាងក្រោមក៏បានដែរព្រោះអីអាតានឹងក៏ spawn នៅខាងក្រោមនៅក្រោមដើមឈើអញ្ចឹងណាហ្នឹងហើយនៅកន្លែងហ្នឹងយ៉ាអ្នកនរគ្នាចង់មកខាងក្រោមមកគឺវា spawn នៅកន្លែងនេះដែរហ្នឹងហើយងាយស្រួលមែនតើហ្នឹងហើយអូខេ alright បន្តមកអ្នកគ្នាមកកោះដាច់ស្រយាលគឺកោះទូចអញ្ចឹងណាក៏អាតាមួយហ្នឹងក៏ spawn ដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងគឺទីតាំងអាតាហ្នឹងក៏មានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំអរគុណសម្រាប់ទស្សនាពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ